តើអ្នកធ្លាប់ជួបប្រទែបញ្ហាទាំងនេះទេគ្មានថ្ងៃឈប់សម្រាកធ្វើការលើស្មោងឬមិនច្បាស់លាស់អំពីសិទ្ធិដែលគួរទទួលបានដើម្បីដោះស្រាយបញ្ហាទាំងនេះនិងលើកកម្ពស់សុខុមាលភាពសម្រាប់អ្នកបម្រើការងារក្នុងផ្ទះរដ្ឋាភិបាលបានចេញបទបញ្ញត្តិក្រសួងលេខ15នេះឡើងបទបញ្ញត្តិក្រសួងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី30ខែមេសាឆ្នាំ2024តែតើបញ្ញត្តិក្រសួងនេះការពារអ្នកណាខ្លះការពារអ្នកបម្រើការងារក្នុងផ្ទះសម្រាប់គ្រួសារឯកជនដែលមិនមានប្រតិបត្តិការអាជីវកម្មដូចជាមេផ្ទះអ្នកមើលថែក្មេងឬអ្នកមើលថែជនចាស់ជ្រានៅក្នុងផ្ទះប្រសិនបើជាការងារនៅក្នុងគ្រឹះស្ថានអាជីវកម្មដូចជាអ្នកសម្អាតនៅក្នុងភោជនីយដ្ឋានសន្តាគារឬការិយាល័យនោះនឹងមិនស្ថិតនៅក្រោមបទបញ្ញត្តិក្រសួងនេះទេតោះមើលថាមានសិទ្ធិថ្មីអ្វីខ្លះទៀតដែលនឹងធ្វើឲ្យសុខុមាលភាពរបស់បុគ្គលិកបម្រើការងារក្នុងផ្ទះកាន់តែប្រសើរឡើងម៉ោងការងារប្រចាំថ្ងៃមិនអាចលើសពី8ម៉ោងនិងត្រូវមានពេលសម្រាកយ៉ាងតិច1ម៉ោងហាមឃាត់ក្នុងការទាមទារឬទទួលប្រាក់ធានាការងារនិយោជកត្រូវជូនដំណឹងជាមុនក្នុងករណីបញ្ចប់កិច្ចសន្យាការងារនិយោជិតមានសិទ្ធិទទួលបានថ្ងៃសម្រាកប្រចាំសប្តាហ៍ចំនួន1ថ្ងៃនិយោជិតមានសិទ្ធិទទួលបានថ្ងៃឈប់សម្រាកប្រពៃណីចំនួន13ថ្ងៃដែលរួមបញ្ចូលថ្ងៃទិវាការងារជាតិនិយោជិតមានសិទ្ធិទទួលបានថ្ងៃឈប់សម្រាកប្រចាំឆ្នាំចំនួន6ថ្ងៃនិយោជិតមានសិទ្ធិទទួលបានការឈប់សម្រាកនៅពេលមានជំងឺបានដែលមានប្រាក់ឈ្នួលតែមិនឲ្យលើស30ថ្ងៃក្នុងមួយឆ្នាំនិយោជិតមានសិទ្ធិទទួលបានការឈប់សម្រាកផ្ទាល់ខ្លួនចំនួន3ថ្ងៃក្នុងមួយឆ្នាំនិយោជិតមានសិទ្ធិទទួលបានការឈប់លំហែមាតុភាពចំនួន98ថ្ងៃដែលទទួលបានប្រាក់ឈ្នួលចំនួន45ថ្ងៃមិនអនុញ្ញាតឲ្យមានការបញ្ចប់កិច្ចសន្យាការងារដោយមូលហេតុមានផ្ទៃពោះមិនអនុញ្ញាតឲ្យប្រើប្រាស់និយោជិតដែលមានអាយុក្រោម15ឆ្នាំមិនអនុញ្ញាតឲ្យកាត់ប្រាក់ឈ្នួលប្រាក់បន្ថែមម៉ោងឬប្រាក់ថ្ងៃឈប់និយោជិតមានសិទ្ធិដាក់ពាក្យឲ្យបណ្ដឹងទៅកាន់មន្ត្រីអធិការកិច្ចការងារនិយោជិតមានសិទ្ធិផ្សេងទៀតស្របតាមប្រកាសរបស់ក្រសួងនិយោជកដែលរំលោភឬមិនគោរពតាមច្បាប់ត្រូវរងទោសពិន័យជាប្រាក់ឬទោសជាប់ពន្ធនាគារឬទាំងពីរឬពិន័យរដ្ឋបាលស្របទៅតាមករណីបទបញ្ញត្តិក្រសួងលេខ15នេះគឺជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពរបស់អ្នកបម្រើការងារក្នុងផ្ទះឲ្យទទួលបានសិទ្ធិនិងសេចក្តីថ្លៃថ្នូរស្មើគ្នាប្រសិនបើមានចម្ងល់ឬត្រូវការព័ត៌មានបន្ថែមអាចទំនាក់ទំនងសាកសួរបានតាមរយៈទូរស័ព្ទបន្ទាន់1505 1 ចុចលេខ3ឬចូលមើល website lebu.go.th